បន្ទាប់ពីខ្ញុំស្លាប់ក៏ដោយដើម្បីជាប្រយោជន៍ដល់អ្នកដែលនៅរស់រានមានជីវិតនិងមានសុខភាពល្អដើម្បីមើលឃើញសតវត្សទី22ចូលយើងខាំថ្មិញនិងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីផ្ដល់ឲ្យមនុស្សជាច្រើននូវក្តីសង្ឃឹមនិងក្តីសុបិនសម្រាប់អនាគតនេះគឺជាពាក្យសម្ដីដែលលោកស្រី Takaichi បានលើកឡើងនៅក្នុងពិធីចូលឆ្នាំថ្មីដែលបានធ្វើឡើងនៅទីស្នាក់ការថ្មីរបស់គណៈបក LDP នៅ Nagoyacho ទីក្រុងតូក្យូកាលពីថ្ងៃទី6កន្លងទៅនេះលោកស្រីបានលើកឡើងថាឆ្នាំថ្មីនេះគឺជាគម្រប់ខួប100ឆ្នាំចាប់តាំងពីការចាប់ផ្ដើមនៃយុគសម័យសូវ័តហើយបានអំពាវនាវដល់អ្នកចូលរួមឲ្យរៀនពីបុព្វបុរសនិងខិតខំប្រឹងប្រែងដោយចងចាំថាប្រទេសជប៉ុនដោយដែលមានសប្តាហ៍ថ្ងៃនេះត្រូវបានកសាងឡើងដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងរបស់បុព្វបុរសចំនួនមុនធ្វើការបានក្លាយជាឃ្លាសំខាន់មួយសម្រាប់លោកស្រីនាយករដ្ឋមន្ត្រី Takaichi ដែលបានជ្រើសរើសជាអ្នកឈ្នះពានរង្វាន់ New World and Buzzword Award កាលពីឆ្នាំមុនលោកស្រីបានថ្លែងឃ្លានេះនៅដើមថ្ងៃធ្វើការឆ្នាំថ្មីដែលនាំឲ្យមានការឆ្លើយតបជាបន្តបន្ទាប់បាទចាស់ពីសំណាក់អ្នកចូលរួមលោកស្រីនាយករដ្ឋមន្ត្រី Takaichi បានមានប្រសាសន៍ថាសម័យកាលសូវ័តគឺជាពេលវេលាដ៏ច្របូកច្របល់មួយជាមួយនឹងសង្គ្រាមការបញ្ចប់សង្គ្រាមការកសាងឡើងវិញនិងរយៈពេលនៃកំណើនសេដ្ឋកិច្ចខ្ពស់ប៉ុន្តែយើងបានយកឈ្នះលើការលំបាកជាច្រើនអ្នកកាន់តំណែងមុនរបស់យើងបានខំថ្មិញខិតខំធ្វើការនិងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបង្កើតអនាគតលោកស្រីបានបន្ថែមថាសូម្បីតែបន្ទាប់ពីខ្ញុំស្លាប់ក៏ដោយដើម្បីជាប្រយោជន៍ដល់អ្នកដែលនៅរស់រានមានជីវិតនិងមានសុខភាពល្អដើម្បីមើលឃើញសតវត្សទី22យើងត្រូវខិតខំបង្កើតប្រទេសជប៉ុនដែលធន់នឹងគ្រោះមហន្តរាយនិងការវាយប្រហារតាមអ៊ីនធឺណិតប្រទេសជប៉ុនដែលមិនខ្វះធនធានថាមពលអាហារនិងកន្លែងដែលសុខភាពនិងការថែទាំសុខភាពត្រូវបានធានាយើងមានការទទួលខុសត្រូវដ៏សំខាន់មួយដែលត្រូវទទួលហើយលោកស្រីបានអំពាវនាវទៀតថាចូលយើងបំពេញការទទួលខុសត្រូវរបស់យើងចំពោះអ្នកដែលនៅរស់រានមានជីវិតសប្តាហ៍ថ្ងៃនេះចំណុចខ្លាំងរបស់គណៈបក LDP ស្ថិតនៅលើធនធានមនុស្សរបស់ខ្លួនយើងមានមនុស្សដែលមានទេពកោសល្យជាច្រើនដែលមានចំណេះដឹងយ៉ាងទូលំទូលាយនិងបទពិសោធន៍ជាច្រើនក្នុងវិស័យនេះនោះហើយជាមូលហេតុដែលសមាជិក LDP ទាំងអស់និងគ្រប់ចំនួននៅទីស្នាក់ការកណ្ដាលគណៈបកត្រូវតែចូលរួមកម្លាំងនិងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពមិនត្រឹមតែប៉ុណ្ណោះលោកស្រីក៏បានលើកទឹកចិត្តគណៈបកដោយមានប្រសាសន៍ថាប្រជាជនមានថាមពលនៅពេលដែលពួកគេមានក្តីសង្ឃឹមចូលយើងខំថ្មិញហើយខិតខំឲ្យអស់ពីសមត្ថភាពដើម្បីផ្ដល់ឲ្យមនុស្សជាច្រើននូវក្តីសង្ឃឹមនិងក្តីសុបិនសម្រាប់អនាគតខ្ញុំយល់ថាយើងនៅតែជាគណៈបកកាន់អំណាចដែលមានជនជាតិភាគតិចវាពិបាកណាស់ហើយរឿងនេះកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់អ្នករាល់គ្នាប៉ុន្តែសូមឲ្យយើងនៅតែធ្វើការជាមួយគ្នានិងធ្វើឲ្យអស់ពីសមត្ថភាពខ្ញុំក៏នឹងធ្វើឲ្យអស់ពីសមត្ថភាពដែរ